ជំរាបសួរពុកម៉ែបងប្អូននេះគឺជា hotel ដែលខ្ញុំទៅលេងនៅ Malacca បងប្អូនមុននឹងមើលខាងក្នុងមើលខាងក្រៅសិនបងប្អូននេះបងប្អូន hotel នេះ Rest Connection បងប្អូនដឹងហៅត្រូវហៅខុសទេបងប្អូនហើយឥឡូវកូនពៅខ្ញុំរត់មកហៅម៉ាមីចូលមកម៉ាមីនិយាយទៅវីដេអូនឹងអញញ៉ៃទៀតបងប្អូនហើយរត់តបាត់ចម្លែកអញ្ចឹងបងប្អូនព្រោះយើងមានកូនតូចអញ្ចឹងបងប្អូនហើយឥឡូវបងថ្លៃខ្ញុំក៏ទៅសួរថាអាច check in បាននៅអញ្ចឹងបងប្អូនតែពេលហើយគេថាតើតែម៉ោង3បានអាច check in បានព្រោះខ្ញុំមកតែម៉ោង6បងប្អូនមកតែព្រឹកអញ្ចឹងណាគេថាតម្រុំដល់ហ្នឹងម៉ោង9ជាងបងប្អូនគេថាបញ្ញាប់មកខ្លាច់ក្តៅអញ្ចឹងបងប្អូនបានដល់លេងច្រើនអញ្ចឹងហ៎តែពេលហើយពេលរឿង check in ហើយដល់ម៉ោង3បងប្អូននេះគេឲ្យរបស់ផឹកអញ្ចឹងបងប្អូនហើយបងថ្លៃខ្ញុំឲ្យបងអូនកូនខ្ញុំអញ្ចឹងគេថាស្អីគេសគេស្វាដេដុំបងប្អូនហើយស្មានតែ marshmallow បងប្អូនដល់ពេលហើយមានណាប្រឹងដាក់ចូលមាត់ថាហ្នឹងមិនមែន marshmallow ទេអត់មានស្ករគ្រាប់អីទេអាហ្នឹងគឺកណាត់ជូតដៃអញ្ចឹងបងប្អូនហើយកូនខ្ញុំឃើញឲ្យប្រឹងដាក់ចូលមាត់អញ្ចឹងបងប្អូនខ្ញុំថាអត់មែនវាស់ញ៉ាំទេអាហ្នឹងគេដាក់ជូតដៃឥឡូវយើងផឹកហើយយើងដើរចូលក្នុង check in បានហើយបងប្អូននេះនិយាយទៅ hotel មើលពីក្រៅដូចធម្មតាប៉ុណ្ណាចូលមកក្នុងមានអីគ្រាន់បើតែបងប្អូនស្អាតដែរហើយថាកន្លែងដើរលេងអញ្ចឹងទៅវានៅចិត្តអញ្ចឹងបងប្អូន5នាទីដល់ហើយបងប្អូនហើយបើនិយាយពីមកខេត្ត Malacca ហ្នឹងបងប្អូនមកជាលើកទី5ហើយបងប្អូនហើយនិយាយថាអាសាមកណាហើយតាំងពីឆ្នាំមុននេះហ្នឹងក៏មកដែរឆ្នាំមុនក៏មកដែរព្រោះអត់ដឹងទៅលេងណាបងប្អូនដល់ពេលអញ្ចឹងទៅក៏មកលេងនៅហ្នឹងហ្មងទៅបងប្អូនហើយកូនស្រីខ្ញុំនេះឡើងកមុំស្ដុកហើយបងប្អូនហើយណាអស់វ៉ាលីមកហើយមុននឹងឡើងទៅជាន់លើបងប្អូនឥឡូវឡើងរៀបចំឡើងចូលលីហ្វចឹងបងប្អូនចូលជិះជីតាប្រអប់ណងនឹងផ្សាយបងប្អូនមានជីតាប្រអប់មានអីតែអញ្ចឹងហ្នឹងឡើងជីតាជើងស្មើជើងហ្នឹងដឹងថាអញ្ចឹងទេបងប្អូនហើយបើមានជីតាហ្នឹងឡើងជីតាហ្នឹងដឹងថាអីវ៉ាន់ច្រើនបងប្អូនយើងមានកូនច្រើនទៅពេលអញ្ចឹងអីវ៉ាន់នឹងច្រើនដែរអញ្ចឹងបងប្អូនហើយនិយាយពីកូនពៅខ្ញុំនេះនៅក្រោមគេរឿងឆ្អៀតបងប្អូនគេមើលឲ្យគេសើចអញ្ចឹងបងប្អូនឥឡូវមកដល់ក្រៅបងប្អូននេះរៀបចំចូល hotel ចូលកន្លែងដេកហ្នឹងហើយចូល hotel ចូលកន្លែងដេកឥឡូវមកមើលស្ថានភាពនៅខាងក្នុងបងប្អូនហើយនិយាយទៅយើងនេះចឹងបងប្អូនយើងទៅជាគ្រួសារអញ្ចឹងពុកហ្នឹងគឺអូខេបងប្អូនព្រោះអីពុកមួយអាចសម្រាប់ដូចថាអាចគេងបាន2នាក់អញ្ចឹងបងប្អូនហើយខ្ញុំទៅគ្នា7នាក់អញ្ចឹងទៅម្នាក់2ពុកមួយ2នាក់អញ្ចឹងបងប្អូនហើយនេះនៅកន្លែងគេដាក់របស់របរដូចជាមានទូទឹកកកមានអីចឹងបងប្អូនទូទឹកកកនឹងអត់សូវត្រជាក់ទេបងប្អូនហើយថាយើងទៅនឹងក៏មិនទៅច្រើនថ្ងៃទៅតែគេញ៉ាំមួយយប់ចឹងបងប្អូនហើយកន្លែងឆុងកាហ្វេកន្លែងដាក់ពេញដាក់អីស្អាតហ្នឹងហើយនិយាយទៅកន្លែងហ្នឹងបងប្អូនក៏ស្អាតម្យ៉ាងដែរចឹងហើយមានទូទស្សធំណាថាទូទស្សកដាស់ចឹងបងប្អូនមិនដឹងអត់បានបើកទេបងប្អូនហើយបើសិនជាបន្ទប់ទឹកក៏ធំទលាយដែរចឹងបងប្អូនមានកន្លែងងូតទឹកមានបន្ទប់ទឹកប្រគុណមួយអញ្ចឹងទៅហើយនឹងកន្លែងងូតទឹកអញ្ចឹងបងប្អូនហើយនេះកន្លែងត្រាំទឹកខ្ញុំបានត្រាំទឹកត្រាំអីទេបងប្អូនហើយបានតែកូនហ្នឹងហើយកូនក៏គេចូលមកគេដាក់ត្រាំទឹកគេងូតទឹកនៅក្នុងហ្នឹងទៅណែបន្ទប់ទឹកហើយជាមួយនឹងកន្លែងងូតទឹកយើងងូតទឹកកន្លែងនេះអញ្ចឹងបងប្អូនមាន2កន្លែងអញ្ចឹងបងប្អូនគេថាស្រួលអ្នកចង់ងូតទឹកឯនោះក៏បានអ្នកងូតទឹកនៅនេះក៏បានអញ្ចឹងហើយកន្លែងមុខលៀបអីដោះថ្មិញដោះអីចឹងបងប្អូននេះមើលមុខម្ចាស់ថតឲ្យហើយនេះកន្លែងក្រៃលោភ្លេចមុខម្ចាស់ថតចឹងបងប្អូនធ្វើវីដេអូភាគច្រើនមើលតែរូបកូនរូបអីចឹងបងប្អូនឥឡូវនេះកូននេះណាញ៉ៃពេញហ្នឹងបងប្អូននេះហើយវីដេអូខ្ញុំមានតែប៉ុណ្ណឹងដែរបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាបើចូលចិត្តសូមចុច like និង comment មួយផងបងប្អូនអរគុណច្រើនជម្រាបលាជួបជុំនៅវីដេអូក្រោយបងប្អូនអរគុណ